ក៏ដូចជាសួស្ដីជំរាបសួរក៏ដូចជាសួស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកលេងរឿងទៀតហើយថ្ងៃនេះខ្ញុំមកលេងរឿងតាមសំណុំពរបងស្រីម្នាក់បងឬក៏បងអូនតែខ្ញុំសុំហៅគាត់ចាយម្នាក់នេះគាត់បានខមមិនថាអូនបកចាយសុំរឿងកូនបើស្រឡាញ់គ្នាណាកូនបងតែខ្ញុំអត់ដាក់ចឹងណាខ្ញុំខ្លាចវាឆ្គងពេកដល់ខ្ញុំសុំដាក់កូនបើកូនបងចេះស្រឡាញ់គ្នាអូខេខ្ញុំសង្ឃឹមថាចានឹងទទួលយកបានតោះឥឡូវមុនចូលដល់សាច់រឿងយើងអ្នកទាំងគ្នាកុំភ្លេចឲ្យរឿងនេះបាន 1k subscribe មិនដៃ 1k អ្នកទាំងគ្នាខ្ញុំនិយាយច្រឡំរហូតតោះឥឡូវចូលសាច់រឿងយើងហ្នឹងទៅហើយមិនភ្លៀងឯនេះរត់តែធ្វើម្ហូបញ៉ាំសិនញ៉ាំពីដេកឡើងគឺឃ្លានហ្មងដេកមួយថ្ងៃឡើងថ្ងៃជាងគូតឯនេះឲ្យភ្លៀងទៀតអញ្ចឹងមិនតិចចឹងមែនមកងុយគេងហ្មងហើយឥឡូវយើងមើលធ្វើមកសិនមើលទូទឹកកកមានតាឥឡូវយើងដាក់ហាន់បន្លែហាន់អីសិនអូយមិនភ្លៀងឯតាអូយតែតិចចឹងញ៉ាំក្រែមនេះអត់តែសុំលុយម៉ាមីទិញក្រែមសិនមីអូនអត់រៀនទេអូយចន្លះដឹករៀនយកស្អីផងអូយណែម៉ាមានអីមានកូនហើយមកអីទៀតហើយកូនចង់ញ៉ាំក្រែមអូយកូនញ៉ាំក្រែមអីមិនភ្លៀងហ្នឹងអូយកូនអញទៅទិញក្រែមណាកូនចង់ញ៉ាំអូម៉ែក្រែមនៅអ៊ីសំផស្សគាត់លក់អ៊ីសំផស្សគាត់ចិត្តល្អណាស់គាត់ទិញគាត់ថែមឲ្យអូនរហូតហ្នឹងអញ្ចឹងយក2000តាចាំម៉ាមិនភ្លៀងអញ្ចឹងដើរមើលទូឆាត់ទូអីផងណាម៉ានេះចឹងនេះលុយម៉ាក់នៅធ្វើម្ហូបអើយហត់តាហៅបងឲ្យមកជូនយើងទៅសិនបងមានអីមិនមីអូនបងឯងត្រូវតែជូនខ្ញុំទៅទិញក្រែមឲ្យអូនមិនភ្លៀងនឹងអើយតែខ្ញុំចង់ញ៉ាំបងឯងត្រូវតែជូនខ្ញុំទៅកំណត់គាត់មិនហ៊ានស្អីហ្នឹងតែបងគាត់យកចំណេះហ្នឹងវាស៊ីមិនកើតទេលឿនមកមីអូននោះបងនៅគាត់តិចទៀតហើយអត់ជាមួយខ្ញុំប្រាប់ម៉ាក់អូតើបងនាំទៅក៏បានដែរតើឥឡូវបងឯងកាន់តដៃខ្ញុំបានហើយបងឯងត្រូវទឹកភ្លៀងកាន់តែឆាត់ឲ្យខ្ញុំបានហើយបងឯងអត់មានត្រូវមីអូនខ្ញុំមិនដឹងទេជួយខ្ញុំតើលឿនណាបងឯងដល់សឹកអញ្ចឹងអូមីអូនចាំបងជូនតើលឿនអូយត្រូវទឹកភ្លៀងសើបងអស់ហើយពេលទៅដល់ផ្ទះដល់ម៉ាក់វៃបងហើយមិនវៃឥឡូវដល់ហាងកាហ្វេដល់ឆាត់ចេញមកហើយលេងខ្ញុំដឹងហើយអូនឯងអត់ទៅមួយអ៊ីមកជួយខ្ញុំទៅអីសំផស្សអូយហៅតាអ៊ីបានហើយហៅដល់ឈ្មោះអ៊ីទៅអីក្មួយអ៊ីខ្ញុំចង់ទិញក្រែមអ៊ីអូនឯងមកញ៉ាំពីអ្នកមែនអត់ទេអ៊ីខ្ញុំទិញញ៉ាំតែមិនឯងទេថាបាត់អ៊ីអញ្ចឹងតែអង្គុយទៅអូនណែអូនក្រែមរបស់អូនរសជាតិស្ទ្រូប៊េរីញ៉ាំតើអូនអូយអីអត់មានសាភីអញ្ចឹងចាំអ៊ីដាក់សាភីអើយអូនអ៊ីយកថងសាភីយកថងអីអើយចាអត់កុំឆាតអីអូយឆ្ងាញ់ណាស់នេះអូយឆ្ងាញ់ណាស់អូយឡើងឆ្ងាញ់ហ្មងណាមកអញមកលេបទឹកមាត់ស្អីជូតទឹកមាត់នឹងចេញឲ្យលឿនមីអូនមកសុំញ៉ាំបន្តិចមកអត់ទេអញ្ចឹងអូនឯងញ៉ាំអស់នៅអើយមកទៅផ្ទះមកចាំមីអូនមកដល់ផ្ទះបងយកឆាត់ទុកសិនណានេះលេងខ្ញុំមកកាន់ឲ្យខ្ញុំចំនៅនឹងហើយមកអូនឯងមកតាមបងទៅអីអើខ្ញុំមិនមកតាមស្អីខំមកតាមលេងបានសោះមកទៅយកឆាត់ទុកហើយយកឆាត់ទុកសិនមកទៅស្អីខ្ញុំមកយកឆាត់ទុកមកមីងស្អីគេអូយនឹងសើមជោគមកខ្ញុំជូនមីអូនទៅទិញក្រែមអត់មានមកក៏ឲ្យមីអូនតែម្នាក់ឯងជំរឿម៉ាក់ហាមីអូនមកសួរសេប៉ើចាម៉ាក់បងកូនឯងទៅលេងទៅភ្លៀងឬក៏កាន់ឆាត់ឲ្យកូនឯងម៉ាក់គាត់លេងទៅភ្លៀងម៉ាក់ហើយខ្ញុំឃើញគាត់ហត់លេងអត់ទេម៉ាក់ម៉ាក់វាយចេញម្ដងហើយហ្នឹងអូយម៉ាក់អូយឈឺ
ម៉ាក់ជឿអូយម៉ាក់អើយកូនដល់មកម៉ែឃើញមកកូនឯងមកចាតើកូនទៅមួយម៉ាក់អានឹងវាដេកយូរទៀតហើយខនតម៉ែវិញតិចសោះកូនមិនដឹងកូនមើលម៉ាក់ស្ទែបសិនក្តៅខ្លួននឹងខ្លាំងអើយអាកាទេថានាំមកកន្លែងទៅពេទ្យអើយអ្នកគ្រូប៉ែតកូនខ្ញុំមិនអីអ្នកគ្រូប៉ែតអូគេមិនអីទេអ្នកជំងឺគ្រាន់តែក្តៅខ្លួនតិចតួចប៉ុណ្ណោះដោយសារគេត្រូវទឹកភ្លៀងអញ្ចឹងឯងខ្ញុំសំថ្នាំមកគេលេបកូនឯម៉ាក់សុំតោឯម៉ាក់ធ្វើដាក់ខ្លួនឯងចឹងក៏ប៉ាមិនកូនឯងខំម៉ាក់ចឹងអញខ្ញុំសុំតោម៉ាក់ឥឡូវបងឈឺហើយអត់មានណាលេងមកអូនទៀតទេសាក់ហើយកូនឯងជិបទៅចឹងមកគេដឹងខ្លួនហើយមានអីមែនកូនក្តៅខ្លួនហើយកូនឈឺក្បាលខ្លាំងមកអត់អីទេកូនចាំជួយកូនណាឥឡូវកូនឈប់ខ្ញុំទៅចាំម៉ាក់ជូនកូនទៅផ្ទះប៉ាម៉ាក់អាបងជីអីហើយថ្ងៃនោះប៉ាម៉ាក់អីក៏ឲ្យកូនស្លៀកពាក់ស្អាតបាតតាណាប៉ាម៉ាក់អូកូនថ្ងៃនេះយកប៉ាឲ្យនឹងម៉ាក់ជូនកូនទៅដើរលេងនៅកំពង់សំនៅទឹកសមុទ្រម្ដងនេះសិតតែអបពេលបងកូនឯងជាជួនគេទៅដើរលេងកុំឲ្យស្រែអារម្មណ៍យេចឹងតោះកូនកុំឲ្យចាំយូរយើងទៅមកយើងជិះឡានទៅតាបាត់ឡានណាបាត់ហើយផ្លេចចាឯងទុកនៅកន្លែងចតឡានអូយឡាននៅនេះសោះខំរមួយថ្ងៃអត់តោះកូនឥឡូវយើងជិះចេញហ្មងតើអូយប៉ាមើលដេមើលសិនអស់សាំងនៅនេះតើកូនឥឡូវយើងជិះទៅម្ដងទៀតហ្មងទៅប៉ាមើលទៅឡានវាមានខូចអីផងហើយជិះទៅបញ្ញាប់សិនហ្នឹងហើយបងជិះទៅលឿនណាបងដឹងហើយអូនចាំយើងជិះទៅចិត្តដល់សមុទ្រចាំយើងជូនគ្នាទៅទិញអីហូបហ្នឹងហើយទិញអីហូបឲ្យច្រើនមកទៅបងជិះទៅលឿនហ្នឹងហើយអូនចិត្តដល់សមុទ្រឡើយតោះយើងបញ្ញាប់អូនហើយថ្ងៃហ្នឹងបងយើងជួលបន្ទប់នៅសមុទ្រហ្នឹងនៅហ្មងទៅបងហ្នឹងហើយចាំស្អែកចាំយើងទៅវិញមកដេកនៅនឹងមួយយប់ទៅវាមិនស្អីទេហ្នឹងហើយបងអូយដល់ហើយតានេះអូយដល់ហើយបងចុះសិនអូនទុកឡាននៅហ្នឹងហើយមកយើងចុះទៅលេងដល់គ្នា